ថាប្រជាប្រដ្ឋខ្មែរមួយចំនួនគាត់បានបាត់បង់ផ្ទះទៅភីគីសៀមវាកំតិចវាជាការឈឺចាប់មួយទៅហើយក៏ប៉ុន្តែអ្វីដែលជាការឈឺចាប់បំផុតមួយទៀតនោះបងប្អូនអរគ្នាគឺជាការប្រមាថទៅលើកងទ័ពរបស់កម្ពុជាតែហ៊ានកងទ័ពកម្ពុជារាល់ថ្ងៃបានត្រឹមតែស្ពាយកំភ្លើងឈរមើលដោយភីគីសៀមនោះធ្វើគ្រប់បែបគ្រប់យ៉ាងបងប្អូនក្រោយពីមានបាត់ឈប់បាញ់បងប្អូនអរគ្នាណាទឹកដីរបស់កម្ពុជាដូចជាទីកន្លែងដែលកងទ័ពសៀមនឹងធ្វើអ្វីបានគ្រប់យ៉ាងបងប្អូនអរគ្នាណាកន្លងមកកងទ័ពសៀមតែប្រើកម្លាំងរបស់ខ្លួនក្នុងការរៀបបន្លាលោះនឹងទូកងតាណាក៏ប៉ុន្តែថ្ងៃនេះតែម្ដងគឺយុទ្ធសាស្ត្រថ្មីរបស់កងទ័ពសៀមដោយកម្លាំងភូមិភាគទី1របស់កងទ័ពសៀមនោះបានប្រើកម្លាំងរបស់ខ្លួនជីកបន្លាយទឹកណាពត់យកណាទឹកដីរបស់កម្ពុជានៅខេត្តបន្ទាយមានជ័យណាហើយការចុះផ្សាយរបស់សារព័ត៌មានធំៗរបស់ថៃគឺផ្សាយព្រមព្រៀងប៉ុន្តែអ្វីដែលខ្ញុំជឿចាប់បំផុតនោះបងប្អូនអរគ្នាអាស្ថាប័នសារព័ត៌មានធំៗនៅក្នុងស្រុកខ្មែរដូចជាក្រសួងការពារជាតិណាអ្នកនាំពាក្យរបស់រដ្ឋាភិបាលអត់មានការចុះផ្សាយទេបងប្អូនអរគ្នាណាអ្វីដែលជាការជឿចាប់ណាសម្រាប់ប្រជាជនខ្មែរដែលគាត់បាត់បង់ផ្ទះហើយវីរៈកងទ័ពណាបានតែស្ពាយកំភ្លើងបងប្អូនអរគ្នាបើថាឲ្យគេបានបែបហ្នឹងណាឲ្យគេធ្វើបានគ្រប់បែបយ៉ាងបែបហ្នឹងបាត់បង់នោះណាអធិបតេយ្យជាតិរបស់ខ្លួនណាអាសង្គ្រាមពីរលើកបង្គោលណាច្បាំងជាមួយថៃដើម្បីឲ្យណាប្រជាប្រដ្ឋខ្មែរនឹងទាំងកងទ័ពស្លាប់ទេណាតែពេលដែលមានបាត់ច្បាំងគេធ្វើបែបណាគ្រប់បែបគ្រប់យ៉ាងណាថ្ងៃនេះគេយកថ្ងៃនេះថ្ងៃក្រោយគេយកថ្ងៃក្រោយថ្ងៃនេះគេយកកន្លែងនេះថ្ងៃក្រោយគេយកកន្លែងផ្សេងឥឡូវមានអ្វីទៅប្រាប់ទៅប្រជាប្រដ្ឋណាហួសចិត្តហ្មងខ្ញុំអត់មាននិយាយច្រើនទេបងប្អូនតាមដានរឿងសង្គមផង